នេះគឺជារឿងក្តីមួយដែលដើមចោតឈ្មោះខៀវអាតបានឲ្យចង់ចម្លើយឈ្មោះសុកបូរ៉ាខ្ចីប្រាក់ចំនួន$8,000ហើយដើមចោតបានប្តឹងទាមទារឲ្យចង់ចម្លើយសងប្រាក់កម្ចីនេះចង់ចម្លើយបានអះអាងថាខ្លួនបានសងមួយភាគគឺ$6,000ហើយបានទទួលនៅការលើកលែងនៅចំនួនទឹកប្រាក់ដែលនៅសល់ដូច្នេះហើយចង់ចម្លើយក៏បានបដិសេធមិនព្រមសងហេតុនេះហើយដើមចោតបានដាក់ពាក្យបណ្ដឹងទាមទារឲ្យចង់ចម្លើយសងប្រាក់កម្ចីនេះក្រោយពីបានដាក់ពាក្យបណ្ដឹងហើយនៅការបរិច្ឆេទនៃការត្រៀមសម្រាប់ទាញហេតុផលលើកទី1និងលើកទី2ភាគីបានថ្លែងសេចក្តីអំពីពាក្យបណ្ដឹងឯកសារចម្លើយនិងឯកសារត្រៀមហើយបន្ទាប់មកការអះអាងនិងរៀបចំភស្តុតាងក៏ត្រូវបានធ្វើឡើងបន្ទាប់ពីនោះនៅការបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់លើកទី1តុលាការបានធ្វើការពិនិត្យភស្តុតាងដោយសមូហវិធីដោយធ្វើការសាកសួរសាក្សី3នាក់គឺប្រពន្ធចង់ចម្លើយនិងដើមចោតមុនពេលបញ្ចប់ការបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់លើកទី1តុលាការបានសាកល្បងធ្វើការសម្របសម្រួលក៏ប៉ុន្តែมันបានទទួលលទ្ធផលហើយភាគីទាំងសងខាងចង់ឲ្យតុលាការចេញសាលក្រមនៅការបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់លើកទី2ភាគីទាំងសងខាងបានធ្វើសេចក្តីថ្លែងការណ៍អំពីឯកសារត្រៀមចុងក្រោយហើយការទាញហេតុផលក៏ត្រូវបានបញ្ចប់បន្ទាប់មកជាចុងក្រោយនៅការបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់លើកទី3តុលាការបានប្រកាសសាលក្រមដាប់បណ្ដឹងបានពឹងមេធាវីឈ្មោះលោកមាសពេជ្រឲ្យសរសេរពាក្យបណ្ដឹងហើយគាត់បានយកពាក្យបណ្ដឹងនេះព្រមទាំងភស្តុតាងជាឯកសារទៅដាក់នៅតុលាការក្រុងភ្នំពេញនៅថ្ងៃទី12ខែមករាឆ្នាំ2007នៅតុលាការគេបានបញ្ជូនរឿងក្តីនេះទៅផ្នែករដ្ឋបវេនីការិយាល័យទី2ចាត់ការហើយលោកចៅក្រមប៉ែនបូរ៉ាវីជាអ្នកទទួលបន្ទុកជំនុំជម្រះតែម្នាក់ឯងលោកចៅក្រមប៉ែនបូរ៉ាវីបានពិនិត្យពាក្យបណ្ដឹងហើយឃើញថាពាក្យបណ្ដឹងនេះពុំមានបញ្ហាឬកំហុសអ្វីទេដូច្នេះហើយក៏បានកំណត់ថ្ងៃទី9ខែកុម្ភៈឆ្នាំ2007វេលាម៉ោង10ព្រឹកជាការបរិច្ឆេទនៃការត្រៀមសម្រាប់ការទាញហេតុផលលើកទី1ចង់ចម្លើយដែលបានទទួលពាក្យបណ្ដឹងដោយសារការបញ្ជូនពីតុលាការក៏បានពឹងមេធាវីឈ្មោះវីរៈបុត្រធ្វើឯកសារចម្លើយហើយដាក់នៅតុលាការនៅថ្ងៃទី5ខែកុម្ភៈឆ្នាំ2007អរុនសួស្តីខ្ញុំជាចៅក្រមទទួលបន្ទុករឿងក្តីនេះអរុនសួស្តីខ្ញុំឈ្មោះមាសពេជ្រជាអ្នកតំណាងដោយអាណត្តិរបស់ដើមចោតខៀវអាតអរុនសួស្តីខ្ញុំឈ្មោះវីរៈបុត្រជាអ្នកតំណាងដោយអាណត្តិរបស់ចុងចម្លើយសុបរាឥឡូវនេះខ្ញុំគិតចាប់ផ្ដើមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលស្តីពីរឿងក្តីទាមទារប្រាក់កម្ចីរវាងដើមចោតនិងចុងចម្លើយដំបូងស្ដីពីរឿងក្តីនេះក្នុងដំណាក់កាលនេះបើសិនជាអាចសាសជាបានខ្ញុំចង់ណែនាំឲ្យសាសជាមិនទៅលោកតំណាងខាងដើមចោតខាងខ្ញុំយ៉ាងអន់ណាស់ក៏ទាល់តែចុងចម្លើយគេសងប្រាក់ដើមទើបឲ្យទទួលការផ្សះផ្សានេះបានចុះលោកតំណាងខាងចុងចម្លើយយល់យ៉ាងណាដែរចំពោះសំណើរបស់ខាងដើមចោតតើលោកមានយោបល់យ៉ាងណាដែរឬក៏មានសំណើអ្វីដែរខាងខ្ញុំមានតែទាមទារច្រើនចោលនឹងការទាមទាររបស់ដើមចោតតែប៉ុណ្ណោះក្នុងដំណាក់កាលនេះគ្មានគំនិតសាសជានឹងដើមចោតដោយការបង់ប្រាក់ឲ្យគេនោះទេបើអញ្ចឹងក្នុងដំណាក់កាលនេះមានការពិបាកនឹងផ្សះផ្សាណាស់មើលទៅដូច្នេះខ្ញុំសូមបញ្ចប់ការផ្សះផ្សាត្រឹមនេះហើយឈានទៅនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលតើយ៉ាងណាដែរលោកទាំងពីរសូមអញ្ជើញបាទបើអញ្ចឹងសូមលោកតំណាងដើមចោតថ្លែងការអំពីពាក្យបណ្ដឹងបាទដើមចោតទាមទារឲ្យលោកចៅក្រមចេញសាលក្រមដូចតទៅហើយសូមប្រកាសអនុវត្តជាបណ្ដោះអាសន្នក៏ចុងចម្លើយត្រូវបង់ទៅឲ្យដើមចោតនៅទឹកប្រាក់ចំនួន$9,600ព្រមទាំងទឹកប្រាក់ចំនួន20%ក្នុងមួយឆ្នាំនៃប្រាក់$8,000ក្នុងទឹកប្រាក់$9,600នេះដែរដោយគិតពីថ្ងៃទី2មិថុនា2006រហូតដល់ថ្ងៃដែលបានបង់ចប់សពគ្រប់ខចុងចម្លើយត្រូវទទួលរ៉ាប់រងនៅប្រាក់ប្រដាប់ក្តីដើមចោតបានទាមទារនៅសាលក្រមដូចនេះដោយផ្អែកលើសិទ្ធិទាមទារក្នុងចំណុចទី2ស្តីពីការទាមទារដែលមាននៅក្នុងពាក្យបណ្ដឹងនេះដំបូងសូមទាមទារប្រាក់$8,000ដែលកាត់ឡើងដោយការសិទ្ធិទាមទារឲ្យសងប្រាក់កម្ចីដោយផ្អែកលើកិច្ចសន្យាខ្ចីបរិភោគដែលបានធ្វើឡើងរវាងដើមចោតនិងចុងចម្លើយម្យ៉ាងទៀតគេទាំងពីរក៏បានព្រមព្រៀងគ្នាអំពីការប្រាក់ចំនួន2ឆ្នាំគឺ10%ក្នុងមួយឆ្នាំដោយគិតរហូតដល់កាលកំណត់សងនិងអំពីការប្រាក់នៃការសងយឺតយ៉ាវក្រោយកាលកំណត់សង20%ក្នុងមួយឆ្នាំដូច្នេះហើយដើមចោតបានទាមទារទាំងការប្រាក់$1,600ទាំងការប្រាក់នៃការយឺតយ៉ាវដោយគិតរហូតដល់ពេលដែលបានសងចប់សពគ្រប់
បន្ទាប់ទៀតខ្ញុំសូមពន្យល់អំពីអង្គហេតុដែលជាមូលហេតុនៃការទាមទារនិងអង្គហេតុសំខាន់ៗដែលមានការពាក់ព័ន្ធនេះដូចមាននៅក្នុងចំណុចទី3ដែរនៅថ្ងៃទី1មិថុនា2004ដើមចោតបានធ្វើកិច្ចសន្យាឲ្យចុងចម្លើយខ្ចីប្រាក់ចំនួន$8,000ដោយកំណត់ឲ្យសងនៅថ្ងៃទី1មិថុនា2006ដោយគិតការប្រាក់10%ក្នុងមួយឆ្នាំនិងការប្រាក់នៃការសងយឺតយ៉ាវ20%ក្នុងមួយឆ្នាំហើយដើមចោតក៏បានប្រគល់ប្រាក់$8,000ទៅឲ្យចុងចម្លើយដោយផ្អែកលើកិច្ចសន្យានោះអ្នកទាំងពីរបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរហើយចុងចម្លើយក៏បានចុះហត្ថលេខាលើកិច្ចសន្យានោះដែរលុះដល់ថ្ងៃទី1មិថុនា2006ចុងចម្លើយបានទៅផ្ទះដើមចោតហើយត្អូញថាឪពុកខ្លួនមានជំងឺហើយរហូតដល់សប្តាហ៍ថ្ងៃនេះមិនទាន់បានសងទេហើយនេះគឺជាលិខិតនៃកិច្ចសន្យាដែលបានរៀបរាប់អំបញ្ញមិញដូច្នេះខ្ញុំសូមដាក់ផុសតាំងជាឯកសារ X1 នេះជូនលោកចៅក្រមបាទសូមទទួលយកលោកតំណាងដើមចោតសូមលោកដាក់ឯកសារដើមនៃភ័ស្តុតាងជាឯកសារ X1 ឲ្យខ្ញុំយ៉ាងណាដែរភ័ស្តុតាង X1 នេះតើពិតឬមិនពិតខាងចុងចម្លើយបាទมันមានវិវាទចំពោះភ័ស្តុតាងនេះទេដូច្នេះសូមសងឯកសារជូនលោកវិញបន្ទាប់មកសូមអញ្ជើញលោកតំណាងរបស់ចុងចម្លើយធ្វើសេចក្តីថ្លែងការណ៍អំពីឯកសារចម្លើយបាទសូមអរគុណលោកចៅក្រមខាងខ្ញុំសូមទាមទារសាលក្រមដោយតទៅដោយដែលបានសរសេរក្នុងចំណុចទី1នៃឯកសារចម្លើយដែរកច្រានចោលនៅការទាមទាររបស់ដើមចោតខដើមចោតត្រូវទទួលរ៉ាប់រងនៅប្រាក់ប្រដាប់ក្តីការទទួលស្គាល់ឬមិនទទួលស្គាល់នៅការអាងរបស់ដើមចោតនេះដូចក្នុងឯកសារចម្លើយចំណុចទី2ដែរសូមទទួលស្គាល់ថាចុងចម្លើយបានខ្ចីប្រាក់ចំនួន$8,000ហើយបានទទួលប្រាក់នោះមែនហើយក៏បានកំណត់ពេលសងការប្រាក់និងការប្រាក់នៃការយឺតយ៉ាវដោយដែលដើមចោតបានអះអាងនោះមែនហើយចុងចម្លើយក៏បានចុះហត្ថលេខាលើកិច្ចសន្យាឯកសារនោះមែនបន្ទាប់មកការអះអាងរបស់ចុងចម្លើយដូចដែលមាននៅក្នុងចំណុចទី3នៃឯកសារចម្លើយនៅថ្ងៃទី1មិថុនាឆ្នាំ2006ចុងចម្លើយបានដកប្រាក់$5,000ពីគណនីធនាគាររបស់ខ្លួនហើយបានខ្ចីប្រាក់$1,000ពីសៅដារ៉ាដែលត្រូវជាពូរបស់ប្រពន្ធខ្លួនបូកសរុបទៅ$6,000ហើយនៅថ្ងៃដដែលនោះពេលល្ងាចចុងចម្លើយនឹងប្រពន្ធគាត់បានទៅផ្ទះដើមចោតជាមួយគ្នាហើយបានសងមួយភាគនៃបំណុលនោះគឺ$6,000ម្យ៉ាងទៀតនៅខ្ទង់ខែមិថុនាឆ្នាំ2006នោះកូនរបស់ដើមចោតបានជិះរថយន្តចាស់មួយម៉ាកកាមេរីដែលមានតម្លៃប្រហែល$4,000-5,000ប្រហែលជាដើមចោតយកប្រាក់ដែលចុងចម្លើយបានសងនោះទៅទិញហើយមើលទៅលើសពីនេះនៅពេលនោះឪពុកចុងចម្លើយបានចូលពេទ្យនៅបរទេសដូច្នេះចុងចម្លើយមានការពិបាកខ្លាំងពីបញ្ហាប្រាក់កាសនេះហើយក៏បាននិយាយប្រាប់ដើមចោតអំពីបញ្ហានេះហើយសុំសងមួយភាគគឺ$6,000សិនឬដូច្នោះដើមចោតក៏មានចិត្តអាណិតអាសូរចំពោះចុងចម្លើយហើយក៏បាននិយាយថាបំណុលនៅសល់នោះមិនបាច់សងទេហេតុនេះហើយឥឡូវនេះចុងចម្លើយពុំមានកាតព្វកិច្ចសងបំណុលដើមចោតទេឥឡូវនេះខ្ញុំសូមរៀបចំនៅការអាងរបស់អ្នកតំណាងចុងចម្លើយសិនគឺថាចុងចម្លើយបានទទួលស្គាល់នៅអង្គហេតុទាំងអស់ដែលដើមចោតបានអះអាងក្នុងចំណុចអង្គហេតុដែលជាមូលហេតុនៃការទាមទារមិនអញ្ចឹងបាទក៏ប៉ុន្តែចុងចម្លើយបានអះអាងថាទី1គឺខ្លួនបានសងមួយភាគគឺ$6,000ហើយទី2គឺដើមចោតបានលើកលែងបំណុលដែលនៅសល់នោះដូច្នេះហើយតាមចំណុចទាំងពីរនេះចុងចម្លើយអស់មានកាតព្វកិច្ចសងបំណុលដែលនៅសល់នោះមែនឬទេពិតជាអញ្ចឹងមែនយ៉ាងម៉េចដែរខាងដើមចោតតើនៅថ្ងៃនេះលោកទទួលស្គាល់ឬមិនទទួលស្គាល់នៅការអាងរបស់ចុងចម្លើយនេះលោកចៅក្រមខ្ញុំទើបតែបានទទួលឯកសារចម្លើយប៉ុន្មានថ្ងៃមុននេះអត់មានពេលសួរកូនក្តីខ្ញុំនៅឡើយទេដូច្នេះថ្ងៃនេះមិនអាចនិយាយថាទទួលស្គាល់ឬមិនទទួលស្គាល់បាននៅឡើយទេតែទោះជាយ៉ាងណាក៏ដោយច្បាស់ជាមានវិវាទត្រង់ចំណុចដែលគេបានអះអាងទាំងនេះសូមទោសខ្ញុំចង់បញ្ជាក់បន្តិចអំពីបញ្ហាថាចុងចម្លើយបានសងមួយភាគនោះចុងចម្លើយអត់មានវិក័យប័ត្រទេមិនអញ្ចឹងអត់មានវិក័យប័ត្រទេចុងចម្លើយបានទាមទារឲ្យដើមចោតចេញវិក័យប័ត្រដែរតាមពិតទៅតែដើមចោតបានប្រកែកមិនចេញវិក័យប័ត្រដោយសារតែមិនទាន់បានសងគ្រប់ទាំងអស់វាមិនដែលពេលដែលទទួលប្រាក់ដើមចោតតែងតែចេញវិក័យប័ត្រឲ្យគេបញ្ហានេះតើត្រូវបញ្ជាក់ផុសតាងយ៉ាងម៉េចទៅ
លោកតំណាងទាំងពីរស្ដីពីបញ្ហានេះថ្ងៃនេះសូមស្លេះត្រឹមនេះសិនទៅសង្ខេបទៅគឺលោកតំណាងខាងដើមចោតបានអះអាងថាគ្មានវិក័យប័ត្រដូច្នេះហើយនឹងបកស្រាយថាគ្មានការសងមួយពាក្យទេរីឯខាងលោកតំណាងចុងចម្លើយវិញលោកនឹងអះអាងអំពីការមិនបានទទួលវិក័យប័ត្រនោះដោយសារតែមានសារភាពដោយដែលលោកបានមានប្រសាសន៍អំបញ្ញមិញមិនអញ្ចឹងដូច្នេះចំណុចទាំងនេះសូមលោកទាំងពីរបញ្ជាក់ឲ្យបានច្បាស់លាស់ពេលសាកសួរសាកសីទៅបាទមិនអីទេខ្ញុំចង់សួរបញ្ជាក់បកក្រោយបន្តិចលោកតំណាងខាងដើមចោតនឹងដាក់ឯកសារត្រៀមសម្រាប់ការទាញហេតុផលដើម្បីធ្វើការទទួលស្គាល់ឬមិនទទួលស្គាល់ព្រមទាំងឆ្លើយតបចំពោះការអាងរបស់ចុងចម្លើយឲ្យបានមុនការបោះឆ្នោតលើកក្រោយមែនទេបាទមិនបញ្ហាទេលោកចៅក្រមក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ច្បាស់ជាមានវិវាទស្ដីពីការអាងរបស់ចុងចម្លើយហើយដូច្នេះថ្ងៃនេះអ្វីៗដែលអាចរៀបចំបានធ្វើឲ្យហើយជាការល្អខាងចុងចម្លើយស្ដីពីការអាងថាបានសងមួយភាគនឹងការលើកលែងបំណុលដែលនៅសល់នោះក្នុងដំណាក់កាលនេះតើលោកតំណាងមានគម្រោងធ្វើការបញ្ជាក់ភស្តុតាងយ៉ាងណាដែរដំបូងខ្ញុំចង់សាកសួរសម័យខ្លួនចុងចម្លើយបន្ទាប់មកពេលដែលគាត់បានសងមួយភាគហើយដើមចោតបានលើកលែងបំណុលដែលនៅសល់នោះប្រពន្ធគាត់ក៏មានវត្តមានជាមួយដែរដូច្នេះខ្ញុំគិតស្នើសុំឲ្យសួរសាក់សីដែលជាប្រពន្ធគាត់ដែរបន្ទាប់មកមុននឹងទៅសងបំណុលនោះចុងចម្លើយបានទៅដកប្រាក់$5,000ពីធនាគារហើយបានខ្ចីប្រាក់$1,000ពីសាច់ញាតិគាត់ឈ្មោះសៅតារាបញ្ហាទាំងពីរនេះសុទ្ធតែមានឯកសារដូច្នេះហើយលើកក្រោយខ្ញុំនឹងដាក់ឯកសារទាំងនេះជូនចំពោះតាងលើសពីនេះដោយដែលបានបញ្យល់អំបញ្ញមិញអញ្ចឹងក្រោយពេលចុងចម្លើយសងបំណុលមួយភាគនោះដើមចោតបានទិញរថយន្តមួយខ្ញុំយល់ឃើញថានេះអាចបញ្ជាក់ការសងបំណុលមួយភាគដោយចុងចម្លើយដែរដូច្នេះហើយចំពោះចំណុចនេះបើសិនជាខាងដើមចោតមិនទទួលស្គាល់ទេខ្ញុំក៏នឹងខិតខំរកវិធីបញ្ជាក់ដែរលោកតំណាងខាងដើមចោតសូមលោកបញ្ជាក់ឲ្យបានច្បាស់លាស់អំពីការទទួលស្គាល់ឬមិនទទួលស្គាល់នៅការអាងរបស់ចុងចម្លើយស្ដីពីការទិញរថយន្តតាមរយៈឯកសារត្រៀមផងមិនអីទេលោកចៅក្រមដល់ត្រឹមនេះតើខាងលោកតំណាងដើមចោតថ្ងៃនេះតើលោកមានចង់បញ្ជាក់អ្វីក្រៅពីនេះថែមទៀតឬទេអត់ទេលោកចៅក្រមសូមអរគុណខ្ញុំនឹងសួរបញ្ជាក់ពីកូនក្តីខ្ញុំហើយដាក់ឯកសារត្រៀមជូនតុលាការឲ្យបានមុនកាលបរិច្ឆេទបន្ទាប់ចុះខាងលោកតំណាងចុងចម្លើយថ្ងៃនេះតើលោកមានចង់បញ្ជាក់អ្វីក្រៅពីនេះទៀតឬទេបាទអត់ទេខ្ញុំគិតចាំឲ្យខាងដើមចោតធ្វើការទទួលស្គាល់ឬមិនទទួលស្គាល់សិនបើអត់ទេជជែកអំពីបញ្ហាដំណើរការរហូតដល់ការបោះឆ្នោតលើកក្រោយវិញពេលដែលខាងដើមចោតដាក់ឯកសារស្ដីពីការទទួលស្គាល់ឬមិនទទួលស្គាល់ព្រមទាំងឆ្លើយតបនឹងការអាងច្បាស់ជាអាចដឹងអំពីចំណុចវិវាទហើយសូមលោកតំណាងទាំងពីរពិចារណាជាមុនអំពីការស្នើសុំសាកសួរសាកសីនិងស្នើសុំដាក់ភស្តុតាងមិនអីទេបានអីទេបើសិនជាមានដំណើរការល្អនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលប្រហែលជានឹងអាចបញ្ចប់លើកក្រោយដូច្នេះលើកក្រោយនេះសូមលោកទាំងពីរត្រៀមអំពីការបញ្ជាក់នៅការអះអាងផងដែរបាទយល់ហើយលោកចៅក្រមខាងដើមចោតដើម្បីរៀបចំឯកសារត្រៀមតើលោកត្រូវការពេលប្រមាណមើលត្រូវការប្រហែល1អាទិត្យលោកចៅក្រមអញ្ចឹងសូមលោកដាក់ឯកសារត្រៀមនេះត្រឹមថ្ងៃទី16កុម្ភៈហើយប្រហែលជាមួយអាទិត្យបន្ទាប់ទៀតគិតបើកការបោះឆ្នោតត្រៀមសម្រាប់ការទាញហេតុផលលើកក្រោយដូច្នេះសូមលោកទាំងពីរគិតទុកជាមុនអំពីបញ្ហាដែលខ្ញុំបានលើកឡើងអំបញ្ញមិញនេះយ៉ាងណាដែរបានអីទេការបោះឆ្នោតលើកក្រោយនឹងធ្វើនៅថ្ងៃទី23កុម្ភៈវេលាម៉ោង10ព្រឹកតើយ៉ាងណាដែរយ៉ាងណាដែរលោកតំណាងដើមចោតមិនអីទេចុះខាងចុងចម្លើយមិនអីទេលោកចក្រមដូច្នេះការបោះឆ្នោតលើកក្រោយនឹងធ្វើនៅថ្ងៃទី23កុម្ភៈវេលាម៉ោង10ព្រឹកសូមបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលថ្ងៃនេះសូមអរគុណលោកទាំងពីរ